ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី23ដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានអាដាមប៊ុយសុភ័ណ្ឌប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានអះអាងថានៅក្នុងចំណោមកីឡាករកីឡាការិនីសរុបទាំងអស់គឺកីឡាករវ័យក្មេងអាយុ16ឆ្នាំឡើងមានការកើនឡើងទាំងបរិមាណនិងគុណផលបច្ចេកទេសគួរឲ្យកត់សម្គាល់អាដាមប៊ុយសុភ័ណ្ឌបានលើកឡើងបន្ថែមទៀតថាសម្រាប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025ថ្ងៃទី1នេះគឺជាការរៀបចំការប្រកួតជិត40ប្រកួតដែលវិញ្ញាសាថ្នាលភាគច្រើនផ្ដោតទៅលើវិញ្ញាសាក្រោមអាយុ16ឆ្នាំនិងក្រោមអាយុ19ឆ្នាំគណៈសហព័ន្ធបានបញ្ចូលវិញ្ញាសាថ្មីក្រោមអាយុ16ឆ្នាំដើម្បីពង្រឹងដល់កីឡាករកីឡាការិនីថ្នាលឯកឧត្តមបានគូបញ្ជាក់បន្ថែមទៀតថាសម្រាប់5ទៅ6ខែទៀតដែលជាប់ទៅនឹងព្រំដែនថៃបានអាក់ខាននៅក្នុងការចូលរួមប្រកួតដោយសារតែការភាសឹកចំពោះចំនួនប្រតិភូកីឡាករកីឡាការិនីដែលចូលរួមសរុបបានត្រឹមតែ142នាក់តែប៉ុណ្ណោះប៉ុន្តែបើគ្មានការឈ្លានពានពីយោធាថៃនោះទេប្រធានសហព័ន្ធជឿជាក់ថាការចូលរួមប្រកួតទូទាំងប្រទេសនឹងអាចកើនឡើងដល់ជាង200នាក់ឯណោះយ៉ាងណាក៏ដោយចំនួន142នាក់នេះក៏បានកើនឡើងច្រើនជាងការប្រកួតថ្នាក់ជាតិកាលពីឆ្នាំមុនផងដែរអ្វីដែលប្លែកសម្រាប់ឆ្នាំនេះការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិមួយនេះបានអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមប្រកួតដែរដើម្បីជាការដកស្រង់នៅបទពិសោធន៍សម្រាប់កីឡាករជម្រើសជាតិកម្ពុជាក៏ដូចជាកីឡាករកម្ពុជាផ្សេងទៀតដែលបានចូលរួមប្រកួតជាមួយនឹងកីឡាករបរទេសជាក់ស្ដែងនៅក្នុងការប្រកួតដែលមិនធ្លាប់ប្រកួតជាមួយនឹងកីឡាករបរទេសកីឡាករកម្ពុជាហាក់ចាញ់ប្រៀបនៅក្នុងការប្រកួតដោយសារតែពួកគាត់មិនធ្លាប់ប្រកួតជាមួយនឹងកីឡាករបរទេសដែលធ្លាប់តែប្រកួតជាមួយនឹងកីឡាករខ្មែរគ្នាឯងដូច្នេះយុទ្ធសាស្ត្រនៃការអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមប្រកួតជាមួយនឹងកីឡាករកម្ពុជានៅក្នុងជើងឯកថ្នាក់ជាតិនេះជាឱកាសបន្សាំកីឡាករកម្ពុជាបានចូលរួមប្រកួតជាមួយនឹងកីឡាករបរទេសល្អៗឲ្យមានបទពិសោធន៍កាន់តែច្រើន